នេះជាស្រីស្អាតទាំង4ដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រចិននាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេប៉ុន្តែនាងក៏បានផ្លាស់ប្ដូរជោគវាសនារបស់ប្រទេសជាតិផងដែរតើពួកនាងបានធ្វើអ្វីខ្លះតោះមកស្វែងយល់ជាមួយខ្ញុំទាំងអស់គ្នាស្រីស្អាតទី1គឺស៊ីស៊ីបើនិយាយពីសម្រស់វិញស៊ីស៊ីគឺតែងតែជាប់ចំណាត់ថ្នាក់លេខ1ហ្មងជានារីដែលមានសម្រស់ស្រស់ស្អាតហើយថែមទាំងល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រចិនផងដែរនាងរស់នៅជាង2500ឆ្នាំមុននៅក្នុងសម័យកាលដែលចិនអត់ទាន់មានប្រទេសតែមួយទេនៅសម័យនោះគឺគេបែងចែកជានគរតូចៗឬក៏យើងហៅថារដ្ឋតូចៗជាច្រើនហើយនគរតូចៗទាំងនោះគឺតែងតែបាំងជាមួយគ្នារហូតដើម្បីពង្រីកទឹកដីហើយនឹងអំណាចរបស់គេស៊ីស៊ីកើតនៅក្នុងគ្រួសារសាមញ្ញបើតាមរឿងព្រេងគេនិយាយថានាងតែងតែទៅបកកៅអៅនៅមាត់ទន្លេរហូតហើយសម្រស់ដ៏ស្រស់ស្អាតរបស់នាងដល់ថ្នាក់សូម្បីតែត្រីនៅក្នុងទឹកឃើញហើយក៏ភ្លេចហែលទឹកដែរអញ្ចឹងមានន័យថាគឺគាត់នឹងស្អាតខ្លាំងហ្មងនៅសម័យនោះនគរវូហើយនិងនគរយូក៏បានធ្វើសង្គ្រាមជាមួយគ្នាហើយនគរយូក៏ត្រូវបាននគរវូនឹងវាយឈ្នះដោយសារតែអាម៉ាស់មុខពេកស្ដេចនគរយូនឹងក៏មានបំណងចង់សងសឹកស្ដេចនគរវូវិញប៉ុន្តែដឹងថាកម្លាំងកងទ័ពរបស់ខ្លួនគឺមិនអាចវាយឈ្នះស្ដេចរបស់នគរវូបានទេដូច្នេះហើយគាត់ក៏បានប្រើវិធីសាស្ត្រមួយគឺជ្រើសរើសស៊ីស៊ីហើយក៏បញ្ជូននាងទៅកាន់រាជវាំងរបស់ស្ដេចវូស្ដេចវូនៅពេលដែលឃើញនាងហើយក៏ចាប់ផ្ដើមលង់ស្នេហ៍ជាមួយនាងយ៉ាងខ្លាំងហើយគាត់ក៏បានចំណាយពេលវេលាកម្សាន្តជាមួយនាងជាច្រើនផងដែរគឺច្រើនជាងការគ្រប់គ្រងប្រទេសរបស់គាត់ទៅទៀតនិយាយទៅស្ដេចនឹងងប់មួយស្រីហ្មងណាហើយចំពោះមន្ត្រីល្អៗជាច្រើនក៏បានត្រូវបានស្ដេចនឹងមើលរំលងមិនសូវខ្វាយខ្វល់មិនក៏មិនទៅសំខាន់គឺគាត់ចំណាយពេលនៅជាមួយស្រីហើយកងទ័ពជាច្រើនក៏មិនត្រូវបានយកចិត្តទុកដាក់ផងដែរនិយាយទៅគឺខ្វល់តែពីស្រីហ្មងស្ដេចណាដែលជាហេតុធ្វើឲ្យនគរវូនឹងចាប់ផ្ដើមចុះខ្សោយប៉ុន្មានឆ្នាំក្រោយមកនៅពេលដែលស្ដេចនគរយូនឹងដឹងថាផែនការរបស់ខ្លួនគឺជោគជ័យក៏ចាប់ផ្ដើមប្រមូលកងទ័ពឡើងវិញដើម្បីវាយបកទៅលើនគរវូហើយចុងក្រោយនគរយូក៏វាយឈ្នះទៅលើនគរវូហេតុដែលធ្វើឲ្យមនុស្សជាច្រើនចាត់ទុកស៊ីស៊ីនឹងជាស្ត្រីដែលបានផ្លាស់ប្ដូរលទ្ធផលនៃសង្គ្រាមមួយដោយមិនចាំបាច់ប្រើអាវុធគឺប្រើតែសម្រស់របស់នាងដែលទាក់ទាញស្ដេចចឹងណាចំពោះស្រីស្អាតទី2វិញគឺវាងចៅឈុនរីវាងចៅជុនវាងចៅជុននឹងគឺខុសពីស៊ីស៊ីដោយសារតែវាងចៅជុននឹងត្រូវបានគេចងចាំថានាងគឺលះបង់ដើម្បីសន្តិភាពគឺកើតនៅក្នុងគ្រួសារមន្ត្រីធម្មតាមួយនៅសម័យរាជវង្សហានពេលធំឡើងនាងក៏ត្រូវបានជ្រើសរើសឲ្យចូលរាជវាំងនៅសម័យនោះកូនស្រីរបស់មន្ត្រីតែងតែត្រូវបានបញ្ជូនចូលទៅក្នុងរាជវាំងហើយធ្វើជាស្នំរបស់ស្ដេចឬក៏ធ្វើជាបម្រើអញ្ចឹងតែដោយសារតែស្រីដែលត្រូវបានបញ្ជូនចូលនៅក្នុងវាំងនោះគឺច្រើនមែនទែនដូច្នេះហើយអធិរាជអត់អាចជួបបានគ្រប់គ្នាទេដូច្នេះគាត់ក៏ជ្រើសរើសស្រីស្អាតទាំងនោះតាមរយៈរូបគំនូរហើយស្រីជាច្រើនបានសុកប៉ាន់អ្នកគូររូបនឹងឲ្យគូររូបពួកគេធ្វើម៉េចឲ្យចេញមកស្អាតទាក់ទាញដើម្បីឲ្យស្ដេចជ្រើសរើសអញ្ចឹងណាប៉ុន្តែចំពោះគូចៅជុនវិញគឺអត់បានសុកប៉ាន់អ្នកគូររូបទេដូច្នេះហើយជាលទ្ធផលរូបនាងគឺអត់ត្រូវបានស្ដេចជ្រើសរើសទេមកមេដឹកនាំស៊ីនូដែលរស់នៅភាគខាងជើងចង់បង្កើតមិត្តទំនាក់ទំនងល្អមិត្តភាពល្អជាមួយនឹងស្ដេចនគរចិនហ្នឹងប៉ុន្តែគាត់ក៏បានស្នើសុំឲ្យមានស្ត្រីម្នាក់ដែលមកពីរាជវាំងដើម្បីរៀបការជាមួយដើម្បីចងសម្ព័ន្ធភាពហ្នឹងណានៅពេលនោះវាងចៅជុនក៏បានស្ម័គ្រចិត្តរៀបការជាមួយដើម្បីចងសម្ព័ន្ធភាពហ្នឹងទៅកុំឲ្យមានសង្គ្រាមពេលនោះទើបអធិរាជបានឃើញនាងជាលើកដំបូងហើយគាត់ក៏មានការភ្ញាក់ផ្អើលចំពោះរូបសម្បត្តិដ៏ស្រស់ស្អាតរបស់
របស់នាងផងដែរប៉ុន្តែគឺវាយឺតពេលទៅហើយដោយសារតែនាងគឺត្រូវបានរៀបការជាមួយនៅបុគ្គលសម្ព័ន្ធផ្សេងអញ្ចឹងណានាងត្រូវបានចាក់ចែងពីស្រុកកំណើតចេញពីគ្រួសារនិងទៅរស់នៅតំបន់ដែលឆ្ងាយរាប់ពាន់គីឡូម៉ែត្រហើយការរៀបការនេះក៏បានជួយបង្កើនសន្តិភាពរវាងរាជវង្សហានហើយនិងស៊ីងនូអស់រយៈពេលជាច្រើនឆ្នាំហេតុនេះហើយទើបវាងចៅជុនត្រូវបានគេចងចាំថាជាស្ត្រីដែលហ៊ានលះបង់សុភមង្គលផ្ទាល់ខ្លួនដើម្បីសន្តិភាពរបស់ប្រជាជនរាប់លាននាក់ចំពោះស្ត្រីស្រីស្អាតទី3វិញគឺស៊ីស៊ីបើនិយាយពីស្ត្រីដែលមានអំណាចបំផុតនៅក្នុងប្រវត្តិសាស្ត្រចិនណាស៊ីស៊ីគឺជាមនុស្សដែលមានអំណាចដែលយើងអាចមើលរំលងបាននាងកើតនៅក្នុងគ្រួសារមន្ត្រីនៃជនជាតិម៉ាន់ជូកាលនៅក្មេងនាងមិនមែនជាមនុស្សដែលគេរំពឹងថានាងនឹងគ្រប់គ្រងប្រទេសទេនាងបានចូលរាជវាំងធ្វើជាអ្នកបម្រើម្នាក់ហើយបន្តិចម្ដងនាងក៏ទទួលបានការពេញចិត្តពីអធិរាជក្រោយមកនាងក៏បានបង្កើតកូនប្រុសម្នាក់ដែលក្លាយទៅជាអធិរាជនឹងឯងនៅពេលដែលអធិរាជមុនសោយទីមង្គតកូនប្រុសរបស់នាងនៅក្មេងពេកក្នុងការគ្រប់គ្រងប្រទេសដូច្នេះហើយស៊ីស៊ីក៏បានចាប់ផ្ដើមកាន់អំណាចក្នុងនាមជាព្រះមហាក្សត្រីអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺនាងមិនមែនជាអធិរាជទេប៉ុន្តែគ្រប់ការងារនយោបាយទាំងអស់គឺនាងជាអ្នកសម្រេចនិយាយទៅស្ដេចគ្រងរាជនឹងគឺមានតែឈ្មោះទេគ្រប់ការងារទាំងអស់គឺព្រះមហាក្សត្រយ៉ាងនេះនឹងក៏ជាអ្នកសម្រេចទាំងអស់រយៈពេលជិតកន្លះសតវត្សនាងមានឥទ្ធិពលលើការសម្រេចចិត្តការងារសំខាន់ទាំងអស់របស់ប្រទេសចិនមនុស្សខ្លះបានសរសើរនាងថានាងបានរក្សារាជវង្សឈិងឲ្យរស់រានមានជីវិតប៉ុន្តែមនុស្សខ្លះវិញទៀតណាគាត់បានរិះគន់ថាដោយសារតែនាងធ្វើការយឺតយ៉ាវដែលជាហេតុធ្វើឲ្យប្រទេសចិនហ្នឹងអត់សូវមានការរីកចម្រើនដោយប្រទេសដទៃទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយមិនថាមនុស្សវាតម្លៃនាងបែបណាទេស៊ីស៊ីក៏នៅតែជាស្ត្រីម្នាក់ដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រចិនហើយស្រីស្អាតចុងក្រោយគឺយ៉ាងគុយហ្វៃអញ្ចឹងក្នុងចំណោមស្រីស្អាតទាំង4ហ្នឹងយ៉ាងគុយហ្វៃគឺជាស្រីស្អាតដែលមានភាពល្បីល្បាញដោយសារតែរឿងស្នេហានាងរស់នៅក្នុងសម័យរាជវង្សថាងដែលជាសម័យដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រចិននាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេប៉ុន្តែនាងថែមទាំងពូកែគ្រប់យ៉ាងហ្មងពូកែច្រៀងពូកែរាំនិងមានទេពកោសល្យជាច្រើនទៀតដែលជាហេតុធ្វើឲ្យអធិរាជជូស៊ុងលង់ស្នេហ៍នាងយ៉ាងខ្លាំងប៉ុន្តែរឿងរបស់នាងមិនមែនគ្រាន់តែជារឿងស្នេហាទេដោយសារតែអធិរាជពេញចិត្តនាងខ្លាំងដូចនេះហើយគ្រួសាររបស់យ៉ានគុនហ្វៃក៏ទទួលបានអំណាចកាន់តែច្រើនផងដែរសូម្បីតែអ្នកខ្លះអត់មានសមត្ថភាពក៏ក៏ត្រូវបានស្ដេចនឹងដំឡើងតំណែងសិតតែតំណែងធំទៀតជាហេតុធ្វើឲ្យមនុស្សជាច្រើននឹងចាប់ផ្ដើមមិនពេញចិត្តក្នុងពេលជាមួយគ្នានោះដែរមេទ័ពម្នាក់ឈ្មោះអានលូសានក៏កំពុងកសាងអំណាចរបស់ខ្លួនផងដែរនៅឆ្នាំ755អានលូសានក៏បានបះបោរហើយការបះបោរនេះបានក្លាយជាសង្គ្រាមដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រចិនអធិរាជត្រូវបានគេចខ្លួនចេញពីរាជវាំងហើយនៅតាមផ្លូវមានទាហានជាច្រើនជឿថាគ្រួសាររបស់យ៉ាងគុយហ្វៃនឹងជាផ្នែកមួយដែលធ្វើឲ្យប្រទេសទាំងមូលនឹងត្រូវបានចុះខ្សោយហើយពួកទាហានទាំងនោះគឺទាមទារឲ្យសម្លាប់យ៉ាងគួយហ្វៃបើមិនចឹងទេទាហាននឹងមិនបន្តការការពារស្ដេចទៅមុខទៀតឡើយហើយចុងក្រោយនាងក៏ត្រូវបានបង្ខំឲ្យបញ្ចប់ជីវិតអធិរាជដែលស្រឡាញ់នាងខ្លាំងក៏មិនអាចជួយនាងបានដែរនៅពេលហ្នឹងហើយរឿងស្នេហារបស់ពួកគេក៏បានក្លាយជាសន្ទនាកម្មដ៏ល្បីបំផុតនៅក្នុងប្រវត្តិសាស្ត្រចិន
ទាំងនេះគឺជាស្រីស្អាតទាំង4ដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រចិនតាមការប្រៀបធៀបផ្សេងៗគ្នា ម្នាក់បានផ្លាស់ប្ដូរដោយសារលទ្ធផលសង្គ្រាម ម្នាក់ទៀតបាននាំមកនូវសន្តិភាពលះបង់សន្តិក្តីសុខសុភមង្គលផ្ទាល់ខ្លួនដើម្បីនគរ ហើយម្នាក់ទៀតគឺបានគ្រប់គ្រងអំណាចជំនួសអធិរាជចាស់ ហើយម្នាក់ទៀតបានក្លាយជាផ្នែកមួយជាស្រីស្អាតដែលដែលគេគិតថាស្រីស្អាតហ្នឹងគឺនាំឲ្យនគរវិនាសហ្មង ចំណោមស្រីស្អាតទាំង4នេះតើអ្នកគិតថាស្រីស្អាតមួយណាដែលមានឥទ្ធិពលខ្លាំងនៅក្នុងប្រវត្តិសាស្ត្រចិននេះគឺជារឿងរ៉ាវស្រីស្អាតទាំង4របស់យើងគឺមានប៉ុណ្ណឹងយើងសង្ខេបខ្លីៗបើសិនជាពេញចិត្តកុំភ្លេចជួយ Subscribe ម្នាក់មួយផងណាអរគុណបាយបាយ